chừng tua so ám xâm lên m rứ có xâm lên Tôi nói nhé, thế này dương mà riêng mùi tiết cứ mê riêng tua so ám ok chừng mà mơ được nhé bà chừng tua so ám cho nên tập 4 cứ dương chấp đam pi ca tờ xế bà chừng ca tờ xế tua so ám cứ dương chấp đam tờ xế để ca cụ bật thật số bị phải hàng lớn một hàng cào nàyแบบนี้bật thật một tiết dương chấp đam pi chùm nói để dương chấp đam cụ tầm 4 bật thật đếแบบนี้hai lần từ lờiវិញឲ្យស្មើជាមួយនឹងចំណុចដែលយើងចាប់ផ្ដើមអំបញ្ញមិញហើយយើងគូបន្ទាត់មកខាងក្រោមចឹងនៅពេលអ្នកនរគ្នាគូតាមលំដាប់លំដោយបែបនេះអ្នកនរគ្នានឹងទទួលបានតួអក្សរ M ធំចំណែកតួអក្សរ M តូចវិញគឺយើងចាប់ផ្ដើមដោយទំហំរបស់វាគឺនឹងតូចជាងតួអក្សរ M ធំបន្តិចហើយយើងចាប់ផ្ដើមដោយគូបន្ទាត់ឈរពីលើមកក្រោមដូចគ្នាបាទគូមកលើមកក្រោមមកហើយឡើងទៅលើមកដល់ចំណុចខាងក្រោមវិញឡើងទៅលើមកតង់ទៀតដោយអ្វីដែលបានបង្ហាញចឹងនៅពេលដែលអ្នកទាំងអស់គ្នាគូបែបនេះគឺអ្នកទាំងអស់គ្នាទទួលបានតួអក្សរ M តូចចំណុចបន្ទាប់នោះគឺយើងនឹងរៀនអំពីការអាននិងការបញ្ចេញសលេងនៃតួអក្សរមួយហ្នឹងចឹងតួអក្សរមួយនេះគឺតួអក្សរមួយនេះគឺគេអានថា am តើនរណាខ្លះដែលធ្លាប់បានអានពាក្យនឹងថា បើសិនជាអានថា គឺអ្នកទាំងអស់គ្នាអាចកែសម្រួលឡើងវិញបានគឺបើយោងតាម IPA ចឹងតួអក្សរ am សំឡេង mឬក៏សំឡេងយើងបិទបបោមាត់ឲ្យជិតមកហើយយើងបញ្ចេញសំឡេងម៉ះមកតែកាលណាតែយើងបិទបបោមាត់ជិតហើយសំឡេងវាគឺអត់លឺម៉ះដូចយើងបើបបោមាត់ទេគឺវាក៏ហឹមនៅក្នុងក្អមមាត់របស់យើងហ្នឹងគឺam ឬក៏ am បាទដូចតែគ្នាទេអញ្ចឹងឧទាហរណ៍ដូចជាពាក្យ man an man បាទប្រែថាបុរសពាក្យទី2គឺដូចជា map map យើងដាក់បបោមាត់យើងនៅលើគ្នាណាដាក់បបោមាត់យើងនៅលើគ្នាបបោមាត់ក្រោមនិងបបោមាត់លើដាក់នៅលើគ្នាហើយនិយាយពាក្យមកបាទនិយាយសំឡេងមកបាទអូខេពាក្យបន្ទាប់ទៀតគឺ milk m i l milk បាទប្រែថាទឹកដោះគោមួយទៀតគឺពាក្យថា moon moon បាទប្រែថាព្រះច័ន្ទបាទអញ្ចឹងពាក្យទាំង4អំបញ្ញមិញទី1គឺមានពាក្យ man an man map app map milk milk មួយទៀត moon moon បាទអញ្ចឹងមេរៀនតួអក្សរ am របស់យើងបានចប់ហើយអញ្ចឹងជួបគ្នានៅវីដេអូបន្តគឺមេរៀនតួអក្សរ an